Đi mà chào mẹ. ទូស្រីបងប្អូនទាំងអស់គ្នាថ្ងៃនេះឆ្លៀតពេលទំនេរក៏បានមកលេងនៅស្រុកកំណើតបងប្អូនហើយដល់ពេលយប់ឡើងក៏បាននាំកូនទៅញ៉ាំអីនៅមាត់ទន្លេមើលអារម្មណ៍គេពេលហ្នឹងមើលទៅជាសប្បាយចិត្តមែនតើតោះបងប្អូនទៅតាមដានវីដេអូជាមួយខ្ញុំទាំងអស់គ្នាឡើងខ្ញុំក៏បានបន្តដំណើរមកដល់ស្រុកកំណើតរបស់ខ្ញុំបងប្អូនហើយក៏បានជួបបងប្អូនក្មួយនៅផ្ទះជុំគ្នាហើយមើលទៅគឺសប្បាយរីករាយមែនតើបងប្អូនពេលល្ងាចឡើងក៏មានហូបចុកតិចតួចហើយក៏បានទៅចែកលេងជាមួយបងប្អូននៅផ្ទះនឹងឯងការបង្កើតបរិយាកាសការទំនាក់ទំនងបងប្អូនពិតជាសំខាន់ណាស់បងប្អូនអរគ្នាហើយឆ្នាំនេះគឺជាលើកទី2ហើយដែលខ្ញុំបានមកលេងស្រុកកំណើតបងប្អូនហើយក៏នៅតែចែកគ្នារហូតដល់យប់ទៅបងប្អូនហើយដល់ពេលព្រឹកឡើងខ្ញុំក៏បានបបួលបងប្អូនទៅលេងនៅថ្មរំចាក់បងប្អូនថ្មរំចាក់នេះគឺមានទីតាំងនៅចំណុចកំភ្លុកបងប្អូននៅឧបសម្ព័ន្ធភូមិអាចេនក្នុងគុំកំពង់ចាមស្រុកសម្បូរខេត្តវិជ័យបងប្អូនហើយកន្លែងនេះតាមពិតទៅមិនសូវជាមានអ្នកស្គាល់ទេបងប្អូនដោយសារតែតំបន់នេះគឺតំបន់ដែលដាច់សញ្ញាដែរបងប្អូនអរគ្នាមានបងប្អូនយើងនៅកន្លែងនោះបានថែរក្សាស្អាតបងប្អូនបានធ្វើការរៀបចំឥឡូវមានជាបន្ទប់ទឹកមានកន្លែងយើងគ្រប់អីចឹងបងប្អូនទៅភ្នាក់បងប្អូនហើយពៅហើយក៏បានថតរូបនៅនឹងលេងបងប្អូនអរគ្នាហើយថ្មនេះគឺជាថ្មដុសបងប្អូនហើយបើយើងឡើងទៅយើងអត់បានប្រយ័ត្នអាចនឹងមុតជើងមុតអីចឹងបងប្អូនអញ្ចឹងពេលដែលយើងឡើងគឺយើងត្រូវប្រយ័ត្នប្រយែងមែនតើប៉ុន្តែទេសភាពនៅនោះគឺស្អាតបងប្អូនមើលតែថ្មហ្នឹងទៅថ្មនឹងដុសហើយរបៀបដូចជាវាជ្រងឡើងអីចឹងណាបងប្អូនមិនដែរគឺទម្រង់ថ្មហ្នឹងគឺស្អាតមែនតើបងប្អូន